ការប្រុងប្រយ័ត្ន នេះគាត់ប៉ាបំអូនពូមានអីនិយាយមួយគាត់ អត់ទេបងថ្ងៃមិនកុំប៉ាស្មោកគ្រូហៅស្មោកគ្រូដៃវាស្មោកគ្រូកុំប៉ាកុំអត់អីទេប៉ាកុំប៉ា យើងអត់ដឹងនិយាយថាម៉េច អត់ដឹងនិយាយថាម៉េចមិនវិញបងខ្ញុំហ្មង គាត់ ចេះមកដល់ចេះចប់ឡើងគេហ្មង ដាក់សួរថាពេលបងបើកបោប៉ះណាខ្លះហើយពេលបងបើកបោអូនេះខ្ញុំប្រើប្រាស់ថ្ងៃចឹងបើយើងបងជិះអូនតែសុកអាហូមិនបានអញទេហូមិនបានមកខ្ញុំទេទៅហូមិនបានហូមិនបានអត្តការសានសុកនេះខ្ញុំទេទៅហូមិនបានហេសម្រាប់ខ្ញុំអត់មានគ្រឿងវហៃណាទេខ្ញុំនិយាយរឿងពិតទេអាមួយនោះមិនជាថាបងគ្រឿងវហៃវិញខ្ញុំមានរឿងពិតនិយាយការពិតដើម្បីឲ្យដឹងថានៅក្នុងសង្គមយ៉ាងម៉េច ឥឡូវពូសុំបដិសេធថាពូអត់បានប៉ះពីអីទេពូណា អត់មានប៉ះពីអីទេហេតុអីបានមកចប់ខ្ញុំអញ្ចឹងផ្សេង អត់ច្រឡំមិនបានវីដេអូទាំងអស់ហ្នឹង ឥឡូវមានវីដេអូ មានចង់មើលអត់ ឥឡូវមានឡានខ្ញុំអត់ មានទាំងអស់នេះឡាននេះផ្លាកលេខនេះគឺមានទាំងអស់ ឥឡូវមើល នេះផ្លាកលេខពូ ឥឡូវសួរឲ្យចង់បានអ្វី ចង់ឲ្យពូទៅដល់ស្រីឲ្យខ្ញុំ សុទ្ធហើយយ៉ាងម៉េចដល់ស្អីយ៉ាងម៉េច ចង់បាន ម៉ូតូវាអាម៉េចអស់បានអីបាន ម៉ូតូបងអូនខ្ញុំខូចហើយ អីស្អីគេនិយាយតែប៉ុណ្្នឹងវាយល់បាត់ហើយមែនអត់ ឥឡូវចេះ អីមិននិយាយទៅ ទៀមម៉ូតូប្រហែលនិយាយមួយគាត់ ឥឡូវយើងមើល ខ្ញុំអត់ចង់បានអីទេគ្រាន់ថាសងតែម៉ូតូធ្វើម៉ូតូឲ្យបងអូន ខ្ញុំ ទៅបាន ចង់ថាឥឡូវអង់គ្លេសថា repair ឲ្យម៉ូតូឲ្យអ្វីដែលខូចខាតឥឡូវសួរម៉ូតូអស់ប៉ុន្មានហើយខ្ញុំមើលតើឡានខ្ញុំប៉ះពាល់ម៉ូតូមានអត់ហេតុអីត្បូងបានបងឯងនិយាយថាបានប៉ះ តែបងស្ងាត់ស្តុបទុបអារម្មណ៍សិនដោះស្រាយ ឥឡូវទៅពួកឯងទទួលខុសត្រូវថាសងបានអីបាន ប៉ុន្តែខ្ញុំមើលសិនតើឡាននៅឡានខ្ញុំអត់ ឡានពូច្បាស់ណាពូផ្លាកលេខពូ ប្រើភាសាអញ្ចឹងប៉ុន្តែអ្វីដែលខ្ញុំនិយាយគឺចង់សម្ដៅថាមើលសុំបើកវីដេអូឲ្យដឹងថាតើឡានខ្ញុំមិនអត់ នេះពូ មើលផ្លាកលេខទាំងអត់ បោះពូនេះឡាននឹងមែនអត់ ឥឡូវមើលសិន ពូថាកុងទ័រ10 10ណាលឿនប្រឡងពូ ចេញពីអនមិញអ៊ីអននេះ ចា10ណាលឿនប្រឡង ឥឡូវសួរឥឡូវថតពីក្រោយខ្ញុំតើចង់មើលថាតើអ្វីដែលបុកឡានបុកម៉ូតូឬក៏ប៉ះម៉ូតូតើមានកន្លែងណា គាត់ចង់បានអាកាមេរ៉ាកន្លែងបុកភង កន្លែងបុកម៉ូតូវាមិន បានគាត់ព្រមទទួល ទៅយកអាថតមក ណាថតមិនទាន់ឡើយនោះថតមិនបាន តើអ្វីធ្វើជាសាឲ្យបាន ពេលដែលឃើញហេតុការណ៍ដំបូងអានេះឃើញកន្លែងណា ឃើញនៅកន្លែងខ្ញុំអត់ស្គាល់កន្លែងហ្នឹងផ្លូវទៅបុកតែអ៊ីអនណា ស្តុប92កន្លែងស្តុបមួយហ្នឹងហ៎ បាទ អូយទៅពេល ខ្ញុំនៅដាក់បងគេហ្នឹងក៏ខ្ញុំជីចេញមកឃើញអាឡានហ្នឹងគាត់ជីចូលផ្លូវខាងនេះបាត់ហ្នឹង ឃើញឡានគាត់ហ្នឹងគាត់បុកម៉ូតូម៉ូនហ្នឹងហ៎ បាទគាត់ឡើងគាត់ហើយបើគាត់ទៅត្រង់គាត់ប៉ះដែរបើអត់មានឡានហ្នឹង គាត់លឿនអត់ លឿន អូ កុងទ័រ10អីកុងទ័រ យើងឃើញតបភ្នែកមកឡានគាត់ហ្នឹងហ្មងណា បាទខ្ញុំឈប់ដាក់អីវ៉ាន់នៅផ្លូវធំហ្នឹង អូខេអរគុណអូន បាទ មិញនេះគាត់បានប៉ះម៉ូតូឯងពិតប្រាកដមែនណាចូលទៅនិយាយចរចាគ្នាក្នុងម៉ោងទូមិញគាត់និយាយខ្លះអូន គាត់និយាយតែម្នាក់ឯងខ្ញុំអត់ខុស គាត់និយាយថាម៉េចគាត់និយាយថាម៉េច ចូលគ្នាទេគាត់ថាគាត់ត្រូវគាត់ខុសទេ អូនឯងយល់ថាម៉េចដែរទៅពេលគាត់មកអញ្ចឹងហើយគាត់ច្អល់កើតនិយាយមកឯងអញ្ចឹង ខ្ញុំអត់ដឹងនិយាយថាម៉េចហ្មង វាមិនឥឡូវវាចប់ឥឡូវសួរចេះឥឡូវសួរអាភិគីនឹងវាចង់បានម៉េច ពួកឯងនៅតែមិនចង់បានមិនពួកឯងនៅមិនយល់អត់ស្ដាប់ខ្ញុំឥឡូវពួកឯងគិតថាពួកឯងធ្វើជាឪពុកខ្ញុំបានខ្ញុំគោរពពូអញ្ចឹងពូធ្វើអាកាយវិការអ្វីពងតែអ្នកកសែតពងតែឡាយ ឥឡូវស្ដាប់ហើយអត់មាន បាទនេះបងប្អូនយើងនេះបងប្រុសម្ចាស់ឡានគាត់ថាកន្លែងនេះគឺប៉ះកាលពី2ឆ្នាំមុនបាទ ចេះមែនតើទៅគឺឡាននេះមិនដែលប៉ះពាល់ដល់បងប្អូនណាមួយទេគឺខ្ញុំមិនដែលបើកបោប៉ះពាល់ បាទសុំសួរបងបន្តិចបងប្អូនណា បាទ ប៉ះ2ឆ្នាំមុនមិនបាទผมជួលបង អត់ទៅជួលស្អីអាចតិចតួចហ្នឹង អូបាទ ទេ បាទ ហើយតិចតួចនេះចាំជួលលុយតរជាងគេថាហើយបងតិចតួចចាំជួលទៅចាំច្រើនចាំជួល ជួលអញ្ចឹង យល់អត់បាទចាំច្រើនចាំជួល បាទ 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 ឬពិតអានេះសម្ដែងតាពិត បាទ ខ្ញុំមិនចេះកុហកទេ បាទ ខ្ញុំមិនសោកស្ដាយនៅអ្វីដែលខ្ញុំប៉ះគេហើយវាប្រាប់គេថាខ្ញុំអត់ប៉ះពាល់ បាទឲ្យសារអី
nhưng mà sẽ lạnh bóng phôn nè tất chất sẽ lạnh mà nè sẽ lạnh trọt bắt riêng luôn mơ riêng nhóm mơ tại bà sân thì bà phô nhóm sốc chất hạt bóng bây giờ cái trời so nhóm sốc chất hạt bóng lớn ở tua lên bu rồi ở tua lên bọn men ta ở tua tê xua tha ta với nước ta bớt ở bà vô lẽ nhóm trong prao bị con បាទករណីចរាចរណ៍ប៉ះពៀបន្តិចបន្តួចដោយម្ចាស់រថយន្តលុយ CRX 300 បាទផ្លាកលេខភ្នំពេញ 2AM 5109បានប៉ះពៀទៅលើម៉ូតូរបស់ប្អូនស្រីម្នាក់ហើយនឹងរួមដំណើរម្នាក់សរុប2នាក់បាទពីចំណុច stop 92បាទហើយក៏បានបើករហូតមកអត់ឈប់មើលគាត់ទេត្រូវបានប្អូនប្រុសអ្នកដឹកជញ្ជូនម្នាក់បាទដេញតាមពីក្រោយរហូតត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខខាត់ជាប់នៅខាងក្រោមស្ពានអាកាសផ្សារនេះហើយដើម្បីដោះស្រាយគ្នាក៏ប៉ុន្តែខាងម្ចាស់រថយន្តគាត់បដិសេធដាច់ខាតថាគាត់មិនបានប៉ះទេឯកន្លែងដែលខូចខាតនោះគឺគាត់ថាខូចខាត2ឆ្នាំហើយអានេះគឺគាត់តែនិយាយខ្លួនគាត់ប៉ុន្តែសាកសីដែលដេញមកនឹងប្អូនស្រីដែលជាម្ចាស់ម៉ូតូរងគ្រោះក៏បានបញ្ជាក់ថាគឺរថយន្តនឹងហើយគឺជាអ្នកប៉ះគាត់បាទប្រិយមិត្តជនយើងណាបាទយ៉ាងណាសមត្ថកិច្ចចរាចរណ៍នគរបាលខណ្ឌសែនសុខបានមកកាន់ទីតាំងកន្លែងដែលខាត់រថយន្តនេះជាប់ហើយដើម្បីធ្វើការដោះស្រាយសម្រាប់សម្រួលភាគីទាំងសងខាងក៏ប៉ុន្តែមិនដឹងថាអាចដោះស្រាយបានឬក៏មិនបានទេរងចាំមើលបន្តដោយសារតែខាងម្ចាស់រថយន្តគាត់បដិសេធដាច់ខាតថាគាត់មិនបានប៉ះពៀទៅលើម៉ូតូ